ភ្លៀងធ្លាក់ខ្លាំងបែបនេះមកទទួលប្តីខ្ញុំចេញពីការងារនៅសល់4ថ្ងៃទៀត90ថ្ងៃនឹងមកដល់ហើយខ្ញុំនឹងគោរពតាមពាក្យសន្យាប្រសិនបើ90ថ្ងៃបានមកដល់ខ្ញុំមិនបាននិយាយឲ្យអ្នកនៅទេអ្នកនឹងទៅមែនទេមែនមិនព្យាយាមប្រឹងប្រែងសូម្បីតែបន្តិចទេខ្ញុំធ្លាប់ព្យាយាមហើយប៉ុន្តែរយៈពេល90ថ្ងៃនេះគឺដើម្បីប្រកល់សិទ្ធិជ្រើសរើសឲ្យអ្នកវិញប្រសិនបើខ្ញុំប្រើគុណគេឬពេលកំណត់មកបង្ខំអ្នកតើខ្ញុំខុសពីត្រង់ណារហូតដល់ចុងក្រោយអ្វីដែលនាងគិតនៅតែជាការការពារសេរីភាពរបស់ខ្ញុំយប់ស្អែកគឺពិធីជប់លៀងគ្រួសារខាងអ្នកនាងនៅតែសុបិននៅឡើយគិតថាអាចរស់នៅជាមួយបុរសគ្មានប្រយោជន៍នោះរហូតដល់ចាស់លោកអ្នកចាស់ទាំងអស់សូមអភ័យទោសដែលរំខានខ្ញុំមកដើម្បីបង្ហាញរឿងមួយឲ្យអ្នកទាំងអស់គ្នាមើលអ្នកនាំមនុស្សមកច្រើនបែបនេះចង់ធ្វើអ្វីទីនេះគឺពិធីជប់លៀងគ្រួសារមិនស្វាគមន៍អ្នកទេមើលរឿងនេះសិនអ្នកទាំងអស់គ្នានឹងដឹងថាខ្ញុំគួរឬអត់នេះគឺជាប្តីល្អដែលអ្នកបានរកឃើញមែនទេគេបានតាមដានអ្នកតាំងពី3ឆ្នាំមុនមកម្លេះរូបថតប៉ុន្មានសន្លឹកដែលគេប្រមូលផ្ដុំឡើងអាចបញ្ជាក់អ្វីបានទៅវាបញ្ជាក់ថាគេបានរងចាំ3ឆ្នាំទីបំផុតរងចាំរហូតអ្នកដើរចូលក្នុងផែនការរបស់គេដោយខ្លួនឯងព្រះអើយក្មេងប្រុសក្រីក្រម្នាក់នេះដើមឡើយជាមនុស្សវិកលចរិតគួរឲ្យខ្លាចណាស់អ្នកប្រញាប់រាយការណ៍ទៅប៉ូលីសហើយចាប់គេទៅនៅចំពោះមុខមនុស្សគ្រប់គ្នាអ្នកហ៊ាននិយាយថាក្នុងរយៈពេល3ឆ្នាំនេះអ្នកមិនបានលាក់បាំងទេខ្ញុំបានស៊ើបអង្កេតគេរួចហើយអ្នកមីងអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺដើម្បីទាញចេញពីជ្រោះជ្រៅប្រើវិធីកាត់ក្តីនៅចំពោះមុខមនុស្សគ្រប់គ្នាបែបនេះដើម្បីបង្ខំតើពិតជាធ្វើដើម្បីប្រយោជន៍របស់នាងមែនឬការពិតនៅចំពោះមុខហើយអ្នកនៅតែចង់ការពារអ្នកបោកប្រាស់ម្នាក់នេះទៀតឬគ្រាន់តែខ្ញុំនិយាយមួយម៉ាត់ថាខ្ញុំបានជួយអ្នកវានឹងក្លាយជាការបង្ខំផ្នែកសីលធម៌ខ្ញុំមិនអាចចាញ់បានទេខ្ញុំបានមើលវីដេអូចប់ហើយអញ្ចឹងអ្នកសម្រេចចិត្តលែងលេះជាមួយគាត់ហើយមែនទេខ្ញុំត្រូវការពេលវេលាដើម្បីវាតម្លៃមិនចាំបាច់ឲ្យអ្នកមកសម្រេចជំនួសខ្ញុំទេអ្នកបានលាក់បាំងចិត្តចង់កាន់កាប់ក្រោមរូបភាពយុត្តិធម៌វាគួរឲ្យខ្ពើមណាស់អ្នកគិតថាខ្លួនជាអ្វីគាត់បានចាប់ផ្ដើមសង្ស័យអ្នកហើយអ្នកចាញ់ប្រកាសហើយខ្ញុំនឹងនៅការនៅរបស់ខ្ញុំនឹងធ្វើឲ្យគាត់ត្រូវសាច់ញាតិនឹងជាងយាវីប្រហារបន្តទៀតគាត់ត្រូវការកន្លែងស្ងប់ស្ងាត់ទាំងស្រុងដើម្បីជ្រើសរើសដោយខ្លួនឯងមិនអាចខ្លាចជាប្រអប់រំខានបានទេមិនថាអ្នកជ្រើសរើសយ៉ាងណាទេខ្ញុំនឹងផ្ដល់សេរីភាពឲ្យអ្នកគាត់បានចាក់ចេញដោយមិនពន្យល់សូម្បីតែមួយម៉ាត់ខ្ញុំមិនពន្យល់ជំនួសខ្លួនឯងទេអ្នកអាចឲ្យមនុស្សដែលអ្នកទុកចិត្តពិនិត្យមើលបានល្អខ្ញុំនឹងពិនិត្យដោយខ្លួនឯងរហូតដល់ដឹងការពិតទាំងអស់ពិនិត្យភាពពិតប្រាកដនៃទិន្នន័យទាំងអស់នៅក្នុងនោះមិនចាំបាច់ពន្យល់ជំនួសនរណាម្នាក់ទេយល់ហើយលោកសិលខ្ញុំមើលតែភស្តុតាងនិងទិន្នន័យប៉ុណ្ណោះឯកសារដំបូងគឺកំណត់ត្រាជំនួយអនាមិកទាំងអស់ក្នុងរយៈពេល3ឆ្នាំឯកសារដើមមានភាពច្បាស់លាស់តើមានលក្ខខណ្ឌបន្ថែមឬលក្ខខណ្ឌទាមទារការតបស្នងទេគ្មានទាំងស្រុងរាល់ការរៀបចំគឺដោះស្រាយតែភាពយុត្តិធម៌ខាងក្រៅមិនដែលជ្រៀតជ្រែកការសម្រេចចិត្តរបស់លោកទេលោកសិលនេះជាកំណត់ត្រាផ្ទៃខាងក្រោយដែលទទួលស្គាល់ដោយភាគីទី3នៃបញ្ជីបេក្ខជនមេធាវីតើគាត់បានសូកមេធាវីដើម្បីបញ្ចូលឈ្មោះខ្លួនឯងទេគ្មានស្នាមកែប្រែឡើយលោកអ្នកបានជ្រើសរើសគាត់ដោយខ្លួនឯងនៅពេលមិនដឹងអ្វីទាំងអស់វាមិនមែនជាផែនការដែលគាត់រៀបចំទេគឺខ្ញុំផ្ទាល់ដែលបាននាំគាត់ចូលមកលោកសិលបើមើលតាមខ្សែសង្វាក់ភស្តុតាងការដែលគាត់លាក់លោកអ្នកអស់3ឆ្នាំគឺជាការពិតគាត់មិនដែលគ្រប់គ្រងជីវិតរបស់លោកអ្នកទេអ្វីដែលគាត់បានធ្វើគឺគ្រាន់តែការពារសិទ្ធិជ្រើសរើសរបស់អ្នកប៉ុណ្ណោះខ្ញុំដឹងហើយអរគុណលោកយ៉ាវលោកឆែនបន្ទាប់ពីរឿងផ្ទុះឡើងក្នុងពិធីជប់លៀងគ្រួសារបានផ្លាស់ចេញពីផ្ទះត្រកូលស៊ឺទាំងយប់ហើយល្អណាស់
នៅពេលមកេសាធារណៈធ្លាក់ចុះប្តីបានរត់គេចពេលនេះនាងគឺងាយរងគ្រោះបំផុតរៀបចំកិច្ចព្រមព្រៀងទិញភាគហ៊ុនតម្លៃទាបខ្ញុំនឹងទទួលបានសិទ្ធិគ្រប់គ្រងដាច់ខាតលើម៉ាករបស់នាងនាងឮថាបានរត់គេចហើយមនុស្សបោកប្រាស់បែបនេះគួរតែបាត់ទៅឆាប់ខ្ញុំមានរឿងត្រូវធ្វើកុំលើកឡើងពីគាត់នៅមុខខ្ញុំទៀតកាលពីឆ្នាំនោះខ្ញុំបានជួយអ្នកដោយចៃដន្យម្ដងអ្នកបានសងវិញអស់រយៈពេល3ឆ្នាំដោយសារអ្នកបានប្រកល់សិទ្ធិជ្រើសរើសមកឲ្យខ្ញុំវិញលើកនេះខ្ញុំនឹងជាអ្នកជ្រើសរើសលោកមកដោយគ្មានការអញ្ជើញតើមានបំណងអ្វីលោកពេលនេះមនុស្សខាងក្រៅទាំងអស់គិតថាអ្នកត្រូវបានអាពាហ៍ពិពាហ៍ធ្វើឲ្យបណ្ដាញចែកចាយទាំងអស់ត្រូវបានកាត់ផ្ដាច់មានតែមូលធនប៉ុណ្ណោះដែលអាចជួយអ្នកបាននេះជាកិច្ចព្រមព្រៀងទិញភាគហ៊ុនតម្លៃទាបចុះហត្ថលេខាទៅតម្លៃនេះសូម្បីតែ1/3នៃតម្លៃទីផ្សារក៏មិនដល់ផងនេះគឺជាការលួចប្លន់ហើយក្នុងចំនួនមិននិយាយពីមិត្តភាពទេបើខកខានខ្ញុំថ្ងៃស្អែកក្រុមហ៊ុនរបស់អ្នកនឹងត្រូវខ្សែធននិងរំលាយគ្រាន់តែអ្នកមកក្បាលត្រឡប់ទៅគ្រួសារខ្ញុំនឹងជួយទប់ស្កាត់អ្នកវាយប្រហារមុខជំនួសអ្នកភ្លាមអ្នកដែលយល់ពីស្ថានភាពគឺជាអ្នកឆ្លាតវៃលោកជាមនុស្សឆ្លាតម្នាក់ខ្ញុំកំពុងប្រមូលភស្តុតាងដែលបង្ហាញថាអ្នកឆ្លៀតឱកាសពេលមានវិបត្តិលោកការរឹងមាត់របស់អ្នកមិនអាចជួយសង្គ្រោះក្រុមហ៊ុនអ្នកបានទេថ្ងៃនេះគ្មាននរណាត្រូវជួយខ្ញុំទេខ្ញុំនឹងវិនិច្ឆ័យមុនថ្ងៃនេះគ្មាននរណាម្នាក់ត្រូវជួយខ្ញុំទេខ្ញុំនឹងវិនិច្ឆ័យមុនសិនថានរណាកំពុងលួចវាយប្រហារពីក្រោយលោកឆែនយកក្រដាសឥតប្រយោជន៍របស់អ្នកហើយចាក់ចេញពីក្រុមហ៊ុនខ្ញុំខ្ញុំចង់មើលថាអ្នកអាចរឹងមាំបានដល់ពេលណាអ្នកដែលអាចទទួលបានទិន្នន័យស្នូលនិងរូបថតផ្ទាល់ខ្លួនរបស់ខ្ញុំមានតែម្នាក់ប៉ុណ្ណោះតើគាត់បានរកឃើញវីដេអូទាំងនោះហើយឬមានអ្វីកើតឡើងនាញ៉ែនស្រាប់តែចង់បានកុំព្យូទ័រធ្វើឲ្យខ្ញុំភ័យស្ទើរតែស្លាប់ទីបំផុតគ្រាន់តែជាការប្រៀបធៀបប៉ុណ្ណោះនាញ៉ែនថែនវិញមកដាក់សម្ពាធលើអ្នកមែនទេខ្ញុំនឹងជួយអ្នកស្ដីបន្ទោសគាត់ចាក់សោទ្វារឲ្យចិត្តអីអ្វីហ្នឹងធ្វើឲ្យស្មុគស្មាញខ្លាំងម្ល៉េះលេងសាយខ្ញុំចង់បានវីដេអូដើមអ្វីនាញ៉ែនខ្ញុំមិនយល់ថាអ្នកកំពុងនិយាយអំពីអ្វីទេមិនយល់ទេតើអ្នកត្រូវឲ្យខ្ញុំអានទិន្នន័យបណ្ដាញដែលអ្នកផ្ញើទៅម្ដងមួយទេខ្ញុំអ្នកគួរតែប្រាប់ខ្ញុំដោយមាត់ខ្លួនឯងនៅក្នុងកិច្ចព្រមព្រៀងនេះតើមានប៉ុន្មានដែលជាកាំបិតដែលអ្នកប្រគល់ចេញទៅបានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកតែធ្វើឲ្យអ្នកលុកទិន្នន័យសម្ងាត់របស់ខ្ញុំឲ្យគេមិនមែនគ្រាន់តែដោយសារលុយទេហេតុអ្វីបានជាមើលឃើញតែអ្នកក្នុងភ្នែកគាត់សូម្បីតែរឿងនោះដូច្នេះអ្នកបានធ្វើជាមនុស្សស្មោះស្នេហ៍នៅមុខហើយធ្វើជាចារកម្មនៅមុខខ្ញុំមិនបានគិតចង់បំផ្លាញក្រុមហ៊ុនអ្នកទេខ្ញុំគ្រាន់តែចង់បញ្ជាក់ថាខ្ញុំក៏មានតម្លៃដែរបញ្ជាក់តម្លៃរបស់ខ្លួនមិនចាំបាច់ប្រើការក្បត់មិត្តភក្តិទេប្រគល់វាមកប្រគល់អ្វីឯកសារដើមវីដេអូក្នុងពិធីជួបជុំគ្រួសារកិច្ចសន្យាការងាររបស់អ្នកនឹងប្រវត្តិជែកដែលឲ្យអ្នកខ្លាញ់បន្លំមិនបានទេបើប្រគល់វានឹងសម្លាប់ខ្ញុំបើមិនប្រគល់ខ្ញុំនឹងរាយការណ៍ទៅប៉ូលីសឥឡូវនេះអ្នកជាចារកម្មពាណិជ្ជកម្មត្រូវប្តឹងឲ្យជាប់ទោសអ្នកក៏ត្រូវចូលគុកដែរអ្វីនៅទីនេះហើយលោកយ៉ាវដកយកកិច្ចសន្យាប្រឹក្សាវៀងលេងឆៃនិងឆែនវែងចេញមកកំណត់ត្រាបញ្ជាផ្ទេរប្រាក់លោកស្រីស៊ូនេះជាភស្តុតាងដែកដែលអាចយកវែង Capital ទៅតុលាការបានដោយផ្ទាល់ទៅក្រមច្បាប់ភ្លាមធ្វើការរក្សាទុកតាមច្បាប់ខ្ញុំនឹងឲ្យឆែនវែងបាត់បង់កិត្តិយសទាំងស្រុងភស្តុតាងត្រូវបានរក្សាទុករួចហើយបន្ទាប់ពីសន្និសីទសារព័ត៌មានអាចចាប់ផ្ដើមការស៊ើបអង្កេតតុលាការបានគ្រប់ពេលលំបាកដល់លោកហើយប្រហែលថ្ងៃនេះការគ្រប់គ្រងក្រុមហ៊ុនទាំងមូលពឹងផ្អែកលើលោកស្រីស៊ូក្នុងភស្តុតាងរបស់លិនខៃក៏មានកំណត់ត្រាជែករបស់ជាងយូនិងជាងហ្សែវខ្លាញ់បន្លំផងដែរបំណុលញ៉ៃញ៉ៃរបស់គ្រួសារជាងខ្ញុំនឹងទៅដោះស្រាយដោយខ្លួនឯងនៅសល់2ថ្ងៃទៀតហេតុអ្វីគាត់នៅតែមិនមានចលនាជាងស៊ែវខាងលោកស្រីស៊ូគ្មានសញ្ញាថាចង់ចុះចាញ់សោះមិនអាចទៅរួចទេខាងមុខកំពុងបង្ខំតម្លៃបានរត់គេចទៅហើយក្រៅពីសុំជំនួយពីខ្ញុំគាត់មានផ្លូវអ្វីទៀតខ្ញុំនឹងទៅរារាំងគាត់នៅផ្ទះអ្នកយកការគ្រប់គ្រងមកចាត់ទុកថាជាស្នេហាដ៏ជ្រាលជ្រៅយកភាពអាត្មានិយមមកចាត់ទុកថាជាការការពាររឿងកំ pl ែងនេះដល់ពេលត្រូវបញ្ចប់ហើយដល់វេន